យប់មួយនៅភូមិតូចមួយនៅជាយព្រៃមានខ្យល់ត្រជាក់បក់បោកស្លឹកឈើរំញោះសំឡេងសត្វអណ្ដើកហូរឆ្លងជាមួយសំឡេងខ្យល់ធ្វើឲ្យបរិយាកាសកាន់តែស្ងប់ស្ងាត់និងគួរឲ្យខ្លាចជាទីបំផុតនៅចុងភូមិមានផ្ទះឈើចាស់មួយដែលមនុស្សគ្រប់គ្នាមិនហ៊ានទៅជិតទេពួកគេនិយាយថានៅទីនោះគឺមានមនុស្សស្លាប់ហើយមនុស្សដែលស្លាប់នោះនាងមានឈ្មោះថានាងធ្មប់ហើយនាងមានសមត្ថភាពអាចបំផ្លាញអ្នកណាក៏បានបើសិននាងមិនពេញចិត្តអ្នកណាមួយនោះតារាជាក្មេងស្រីម្នាក់ដែលមិនជឿលើរឿងខ្មោចឬធ្មប់ទេនាងតែងតែសើចចំអកពេលអ្នកភូមិនិយាយអំពីផ្ទះនោះនិងនាងនោះថ្ងៃមួយមិត្តរបស់នាងបាននិយាយឡើងថាតារាបើឯងក្លាហានណាស់មកជាមួយខ្ញុំទៅមើលផ្ទះនោះមើលតារាសើចហើយឆ្លើយថាគ្មានអីចម្លែកទេផ្ទះនោះតែខ្ញុំនឹងទៅបង្ហាញនៅផ្ទះនោះដើម្បីចង់ដឹងថារឿងដែលគេនិយាយថាមានធ្មប់នោះវាជាការពិតឬអត់ឬក៏វាជាការនិយាយបុកប្រាស់ទេយប់នោះព្រះច័ន្ទពេញបូរមីភ្លឺស្រទន់ក្រាលក្រោបលើផែនដីតារានិងមិត្តរបស់នាងបានដើរទៅកាន់ផ្ទះឈើចាស់នោះលុះពេលទៅដល់មិត្តរបស់នាងចាប់ផ្ដើមខ្លាចនិងនិយាយថាខ្ញុំដូចជាមិនចង់ចូលទេតារាឆ្លើយថាស្រេចហើយខ្ញុំចូលតែម្នាក់ឯងនាងបើកទ្វារយឺតលឺលាន់ក្រាកសំឡេងទ្វារកញ្ចាស់ធ្វើឲ្យបេះដូងនាងលុតឌុកដាក់ស្ទើរតែថប់ដង្ហើមម្ដងនៅខាងក្នុងមានភាពងងឹតហើយមានក្លិនស្អុយចម្លែកហើយក៏មានអំពូលភ្លើងកញ្ចាស់បានបាក់បែករត់រាយពេញផ្ទះនៅលើជញ្ជាំងមានស្រមោលដូចជាមានមនុស្សកំពុងផ្លាស់ទីប៉ុន្តែលុះពេលមើលទៅគ្មាននរណាអ្នកមនុស្សទេតារាចាប់ផ្ដើមមានអារម្មណ៍ចម្លែកប៉ុន្តែនាងនៅតែដើរទៅមុខជានិច្ចភ្លាមនោះនាងក៏បានឮសំឡេងស្រែកស្រាលពីខាងក្រោយមកអ្នកជាអ្នកណាតារាប្រែខ្លួនត្រឡប់ក្រោយយឺតគ្មានអ្នកណាទេតែបន្ទាប់មកសំឡេងមួយនៅចិត្តត្រចៀកនាងក៏បានបន្លឺខ្លាំងឡើងហើយដល់វៃបានជាអ្នកចូលមកទីនេះតារាភ័យខ្លាចរហូតដាច់ដង្ហើមនាងរត់ទៅកាន់ទ្វារប៉ុន្តែទ្វារត្រូវបានបិទដោយខ្លួនឯងប៉ក់អំពូលភ្លើងបានរលត់ភ្លាមនៅក្នុងភាពងងឹតនាងក៏បានឮជំហានមនុស្សដើរយឺតពីខាងក្រោយបន្ទាប់មកក៏មានដៃត្រជាក់មួយមកប៉ះស្មានាងតារាស្រែកខ្លាំងព្រឹកថ្ងៃបន្ទាប់អ្នកភូមិរកឃើញតារានៅមុខផ្ទះនោះនាងនៅរស់ប៉ុន្តែភ្នែកនាងមើលទៅទទេប្រៀបដូចជាមាននរណាបានខ្វេះភ្នែករបស់នាងមើលទៅហាក់ដូចជាបាត់បង់វិញ្ញាណនាងមិននិយាយអ្វីបន្តទៀតទេលើកលែងតែពាក្យមួយដែលនាងនិយាយឡើងវិញនាងនៅទីនោះនាងកំពុងមើលវាចាប់តាំងពីថ្ងៃនោះមកមិនមានអ្នកណាហ៊ានទៅជិតផ្ទះនោះទៀតទេហើយនៅពេលយប់ខ្លះអ្នកភូមិតែនិយាយថាពួកគេឮសំឡេងមនុស្សស្រីម្នាក់សើចស្រាលចេញពីផ្ទះនោះហើយនៅក្នុងស្រមោលគឺមាននាងធ្មប់ម្នាក់កំពុងរងចាប់អ្នកបន្ទាប់
បន្ទាប់ពីហេតុការណ៍យប់នោះត្រូវបានផុតរលត់ភូមិទាំងមូលក៏ធ្លាក់ក្នុងភាពភ័យខ្លាចតារាបានខ្លាចទៅជាមនុស្សមិនដូចមុនទៀតទេនាងមិននិយាយមិនញញឹមមិនញញឹមហើយភ្នែកនាងមើលទៅដូចជាមានអ្វីមួយដែលបង្កប់នៅក្នុងនោះយាយចាស់ម្នាក់ក្នុងភូមិឈ្មោះថាយាយស្រស់ក៏បាននិយាយថានាងមិនមែនជាមនុស្សដដែលទៀតទេវិញ្ញាណនាងត្រូវបានគេចាប់យកទៅបាត់ហើយមិត្តជិតស្និទ្ធរបស់តារាឈ្មោះវុធីមិនអាចទ្រាំមើលបានទេគេជឿថាតារានៅតែអាចត្រូវសង្គ្រោះមកវិញបានដូច្នេះគេត្រូវតែសម្រេចចិត្តទៅរកគ្រូមន្តអាគមនៅភូមិជិតខាងនេះដើម្បីជួយដល់នាងជួបមួយក្រោមពន្លឺភ្លឺស្រទន់នៃព្រះច័ន្ទវុធីនិងគ្រូអាគមម្នាក់នោះក៏បានដើរទៅកាន់ផ្ទះឈើចាស់នោះគ្រូអាគមបាននិយាយតិចថាទីនេះមានអំណាចងងឹតខ្លាំងណាស់អ្នកកុំដើរចេញពីរង្វង់ការពាររបស់ខ្ញុំអីសោះគេគូសរង្វង់មួយជុំវិញខ្លួនហើយចាប់ផ្ដើមសូត្រមន្តអាគមខ្យល់ក៏បានបក់ខ្លាំងឡើងទន្ទឹមដើមឈើញ័ររំជួយរង្គោះរង្គើស្ទើរតែក៏លាប់ផែនដីហើយទ្វារផ្ទះក៏ត្រូវបានបើកដោយខ្លួនឯងក្រាក់ពួកគេចូលទៅខាងក្នុងនៅកណ្ដាលផ្ទះមានតារាឈរជាប់ជញ្ជាំងភ្នែកនេះខ្មៅដូចជាខ្ជូងវុធីហៅតារាខ្ញុំមកជួយឯងហើយតែសំឡេងដែលឆ្លើយតបមិនមែនជាសំឡេងតារាទេវាគឺជាសំឡេងស្ត្រីកញ្ចាស់នឹងមើលមុខដូចជាខ្មោចបានតបមកវិញថានាងជារបស់ខ្ញុំទេមិនមែនជារបស់ឯងឡើយភ្លាមនោះតារាបង្វិលក្បាលយឺតហើយមុខនាងបានផ្លាស់ប្ដូរទៅជារូបរាងគួរឲ្យខ្លាចសក់វែងរញ៉េរញ៉ៃភ្នែកភ្លឺចេញពណ៌ក្រហមគ្រូអាគមស្រែកវាមិនមែនតារាទេវាជានាងធ្មប់ការប្រយុទ្ធបានចាប់ផ្ដើមខ្យល់ក៏បានខ្លាយទៅជាព្យុះនៅក្នុងផ្ទះធុងនិងគ្រឿងសង្ហារិមបានហោះហើរពេញទៅផ្ទះសំឡេងសើចរបស់នាងធ្មប់ក៏បានបន្លឺឡើងខ្លាំងឡើងហាគ្រូមន្តអាគមសូត្រមន្តខ្លាំងហើយបាញ់ម្សៅអាគមទៅលើតារាស្រែកយ៉ាងឈឺចាប់ជួយផងវុធីភ័យប៉ុន្តែនៅតែបន្តទៅមុខគេយកខ្សែក្រវ៉ាត់ដែលបានពីយាយស្រស់ហើយគេក៏បានយកទៅឲ្យតារាភ្លាមនោះនាងធ្មប់ស្រែកខ្លាំងណាស់កុំប៉ះនាងដៃមិនឃើញបានរុញវុធីចេញទៅចិញ្ចាំងគ្រូអាគមក៏បាននិយាយថាយើងមានពេលតិចណាស់បើសិនជាវិញ្ញាណនេះកាន់កាប់រាងកាយរបស់នាងពេញលេញនាងនឹងបាត់បង់ជារៀងរហូតហើយភ្លាមនោះពន្លឺមួយក៏បានភ្លឺឡើងកាន់តែខ្លាំងសំឡេងស្រែករបស់នាងធ្មប់លាន់ឮកងរំពងខ្ញុំនឹងត្រឡប់មកវិញតបមកអ្វីក៏បានស្ងប់ស្ងាត់តារាដួលចុះក្រាំងហើយដកដង្ហើមធម្មតាវិញភ្នែកនាងត្រឡប់មកធម្មតាវុធីរត់ទៅកាន់នាងតារាឯងយ៉ាងម៉េចហើយតារានិយាយតិចមកកាន់គេខ្ញុំឃើញនាងមិនទាន់បាត់តាណាទេគ្រូអាគមមើលជុំវិញខ្លួនហើយនិយាយយ៉ាងធ្ងន់ធ្ងរថាវាមិនទាន់ចប់ទេនាងធ្មប់នោះគ្រាន់តែចាក់ចេញទៅវិញក្នុងរយៈពេលខ្លីតែប៉ុណ្ណោះវាមិនបានបាត់បង់តាណាទេខាងក្រៅផ្ទះខ្យល់បក់ស្រាលហើយនៅពីចម្ងាយមានស្រមោលមួយឈរមើលមកពួកគេភ្នែកពណ៌ក្រហមភ្លឺក្នុងភាពងងឹតនាងកំពុងរងចាំហើយនឹងត្រៀមខ្លួនត្រឡប់មកវិញ